សូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលជាប្រធានបទដំបូងរបស់ខ្ញុំពាក់ព័ន្ធជាមួយទៅនឹងរបៀបនៃការចិញ្ចឹមត្រីក្រាញ់ដោយយើងប្រើតង់សម្រាប់ធ្វើអាងចិញ្ចឹមដោយបងប្អូនបានឃើញស្រាប់ហើយនៅក្នុងវីដេអូនេះគឺខ្ញុំបានចិញ្ចឹមត្រីក្រាញ់ហើយវាមានលទ្ធផលដែលទទួលបានគឺល្អប្រសើរហើយខ្ញុំថាមិនដឹងថាគួរតែធ្វើម៉េចថែមទៀតមានតែការចែករំលែកជូនបងប្អូនទាំងអស់គ្នាដែលមានបំណងចង់ចិញ្ចឹមត្រីក្រាញ់នេះជាលក្ខណៈគ្រួសារជំរាបបងប្អូនទៅថាខ្ញុំនេះមិនមែនជាអ្នកធ្វើការចិញ្ចឹមត្រីជាលក្ខណៈទ្រង់ទ្រាយធំទេប៉ុន្តែជាការចិញ្ចឹមជាលក្ខណៈគ្រួសារដែលយើងចិញ្ចឹមសម្រាប់ហូបផងហើយក៏ចិញ្ចឹមដើម្បីធ្វើការលក់ដូរផងដែរដើម្បីជួយទៅដល់ជីវភាពគ្រួសាររបស់យើងប្រធានបទដែលខ្ញុំចង់ចែករំលែកជូនបងប្អូននៅថ្ងៃនេះគឺពាក់ព័ន្ធជាមួយទៅនឹងថាតើយើងគិតគូរទៅលើអ្វីខ្លះដើម្បីអាចចិញ្ចឹមត្រីក្រាញ់នេះទទួលបានលទ្ធផលដូចដែលនៅក្នុងវីដេអូចែកជូនបងប្អូននេះអញ្ចឹងចំណុចដែលយើងធ្វើការគិតគូរដែលមានចំណុចសំខាន់មួយចំនួននោះគឺទី1ទីតាំងទី2គឺទឹកយើងប្រើទឹកអណ្ដូងឬក៏ទឹកតាពាំងស្ទឹងបឹងអីហ្នឹងហើយទី3គឺពាក់ព័ន្ធជាមួយទៅនឹងចំណីទី4គឺពាក់ព័ន្ធជាមួយទៅនឹងការថែទាំត្រីអានេះគឺវាជាចំណុចដំបូងដែលយើងធ្វើការគិតគូរដើម្បីឲ្យការចិញ្ចឹមត្រីរបស់យើងទទួលបានលទ្ធផលល្អជៀសវាងនឹងការបរាជ័យផ្សេងៗអញ្ចឹងខ្ញុំសង្ខេបជូនបងប្អូនតែម្ដងទៅពាក់ព័ន្ធជាមួយទៅនឹងការគិតគូរអំពីទីតាំងដែលជាជំហានដំបូងទីតាំងនេះបើយកល្អបងប្អូនគិតគូរថាការចិញ្ចឹមហ្នឹងគឺវាអាចឆ្ងាយពីផ្ទះរបស់យើងអាចខ្ទង់20ម៉ែត្រអីយកល្អគឺខ្ទង់20ម៉ែត្រណាដើម្បីឲ្យយើងមានលទ្ធភាពរៀបចំវាបានស្អាតហើយឆ្ងាយពីផ្ទះពីព្រោះតែការចិញ្ចឹមត្រីគឺវាអាចមានក្លិនមិនល្អខ្លះដែរបើក្នុងករណីដែលយើងទុកទឹកវាមានរយៈពេលយូរថ្ងៃអានេះគឺជារឿងមួយសំខាន់ហើយថែមពីលើនេះមួយទៀតគឺយើងរៀបចំទីតាំងដើម្បីបង្ហូរទឹករបស់យើងថាតើយើងគួរតែបង្ហូរទឹកដែលយើងបានចិញ្ចឹមហើយបង្ហូរចោលឬក៏យើងបង្ហូរស្តុកទុកជាបទពិសោធន៍របស់ខ្ញុំនៅត្រង់ចំណុចនេះគឺខ្ញុំបង្ហូរទឹកនឹងស្តុកទុកដើម្បីយកមកស្រោចដំណាំដែលទឹកចិញ្ចឹមត្រីរបស់យើងនេះបើយើងនិយាយពីការប្រៀបធៀបជាមួយនៅនឹងទឹកធម្មតាការដាំដំណាំដោយប្រើទឹកត្រីដែលយើងចិញ្ចឹមនេះគឺវាមានការល្អប្រសើរនៅចំពោះអ្វីដែលខ្ញុំបង្ហាញជូនបងប្អូនជាបន្តទៅមុខទៀតគឺខ្ញុំនឹងបង្ហាញអំពីការដាំបន្លែការដាំនៅដំណាំមួយចំនួនដែលប្រើទឹកដែលសល់ពីការចិញ្ចឹមត្រីនេះយកទៅស្រោចចំណុចទី2ដែលជាចំណុចសំខាន់មួយដែរនោះគឺពាក់ព័ន្ធជាមួយទៅនឹងប្រភពទឹកថាតើបងប្អូនគួរតែប្រើប្រភពទឹកជាប្រភេទទឹកអណ្ដូងឬក៏ទឹកទន្លេឬក៏ទឹកស្ទឹងទឹកបឹងដែលមាននៅជិតផ្ទះបងប្អូនអញ្ចឹងបើក្នុងករណីដែលបងប្អូនប្រើទឹកធម្មជាតិដែលមានទន្លេបឹងស្ទឹងអីនោះគឺយើងងាយស្រួលនៅក្នុងការចិញ្ចឹមជាងដោយសារទឹកអស់នោះគឺយើងបូមយកមកយើងមិនមានការរៀបចំដើម្បីឲ្យវាមាន pH ល្អនៅក្នុងការចិញ្ចឹមត្រីទេគឺយើងបូមមកអាចចិញ្ចឹមបានយ៉ាងងាយបងប្អូនហ្នឹងហើយពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ទឹកប្រភេទនេះចំណែកឯការប្រើប្រាស់ទឹកអណ្ដូងដែលខ្ញុំប្រើរាល់ថ្ងៃនេះគឺខ្ញុំចិញ្ចឹមត្រីដោយការប្រើប្រាស់ទឹកអណ្ដូងអញ្ចឹងការប្រើប្រាស់ទឹកអណ្ដូងនេះទៀតសោតមុនពេលដែលយើងចាប់ផ្ដើមដាក់កូនត្រីគឺយើងត្រូវរៀបចំនៅរបៀបនៃការរៀបចំទឹកខ្ញុំនឹងចេញវីដេអូនេះជាបន្តបន្ទាប់ទៀតដើម្បីចែកជូនបងប្អូនអំពីការរៀបចំទឹកអាចចិញ្ចឹមត្រីក្រាញ់នេះបានដោយប្រើប្រាស់ទឹកអណ្ដូងនេះឯងអញ្ចឹងកត្តាទី3ដែលបងប្អូនធ្វើការគិតគូរបន្ថែមទៀតនោះពាក់ព័ន្ធជាមួយទៅនឹងកត្តាចំណីដែលចំណីបើសម្រាប់ខ្ញុំចែកចេញជា2ប្រភេទទី1គឺចំណីស្រេចដែលយើងទិញពីផ្សារដែលការប្រើប្រាស់ចំណីនេះគឺវាមានលក្ខណៈថារៀងថ្លៃបើករណីដែលយើងប្រើចំណីនេះសុទ្ធគឺយើងអាចមានការចំណេញបានទេអញ្ចឹងការប្រើប្រាស់ចំណីរបស់ខ្ញុំគឺខ្ញុំប្រើចំណីស្រេចដែលមានទិញពីផ្សារមកហើយនឹងមួយទៀតគឺចុះអាសូឡាអញ្ចឹងការដាំចុះអាសូឡានេះគឺវាមានប្រយោជន៍សម្រាប់ជាចំណីត្រីរបស់យើងល្អខ្លាំងដែលត្រីក្រាញ់នេះបើយើង
និយាយទៅខ្ញុំមានបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមវារយៈពេលយូរដែរឃើញថាវាអត់មានការរើសចំណីទេឲ្យតែយើងមានចុះអាសូឡាដែលយើងដាក់ទៅហើយវាក៏ធ្វើការស៊ីនឹងឲ្យវាស៊ីបានច្រើនដែលធ្វើឲ្យត្រីរបស់យើងនឹងមានសុខភាពល្អហើយឆាប់ធំមួយទៀតគឺកត្តាការថែទាំនៅត្រង់ចំណុចនេះគឺខ្ញុំផ្ដោតទៅលើការផ្លាស់ប្ដូរទឹកដែលជាកត្តាសំខាន់សម្រាប់ឲ្យត្រីរបស់យើងមានសុខភាពល្អហើយឆាប់ធំដែលការបដូរទឹកត្រីរបស់យើងនេះគឺយើងមានលក្ខណៈនៃការផ្លាស់ប្ដូរចំពោះការចិញ្ចឹមនៅក្នុងអាងតង់គឺយើងការផ្លាស់ប្ដូរគឺវាមានតាមដំណាក់កាលដែលដំណាក់កាលនីមួយៗគឺយើងធ្វើឲ្យបានល្អទៅជៀសវាងឲ្យត្រីកុំឲ្យត្រីរបស់យើងនឹងងាប់ហ្នឹងហើយអញ្ចឹងការផ្លាស់ប្ដូរទឹកគឺយើងអាចធ្វើការផ្លាស់ប្ដូរទឹកដោយមួយអាទិត្យម្ដងទៅបើសិនជាបងប្អូនមានពេលគឺមួយអាទិត្យម្ដងល្អបើថាយើងអាចថាយូរជាងនឹងធ្វើការផ្លាស់ប្ដូរប្រកាសណាស់ថាការចិញ្ចឹមត្រីក្រាញ់នេះគឺវាធ្វើឲ្យទឹកឆាប់ស្អុយអញ្ចឹងបញ្ហាប្រឈមដែលខ្ញុំជួបប្រទះកន្លងមកមានការផ្លាស់ប្ដូរទឹកយឺតយ៉ាវពាក់ព័ន្ធជាមួយនឹងការថែទាំនេះគឺវាធ្វើឲ្យត្រីរបស់យើងនឹងអាចងាប់ដែរប៉ុន្តែវាមិនមែនថាងាប់ទាំងអស់ទេវាងាប់ម្ដង1 2អីចឹងទៅអញ្ចឹងក្នុងករណីហ្នឹងយើងកត់សម្គាល់ហើយថាបញ្ហាដំបូងដែលវាធ្វើឲ្យវាងាប់នោះគឺបញ្ហាទឹកនេះគឺជារឿងដំបូងដែលបងប្អូនធ្វើការគិតគូរមុននឹងចាប់ផ្ដើមធ្វើការចិញ្ចឹមអញ្ចឹងអ្វីដែលខ្ញុំចង់ចែករំលែកជូនបងប្អូនពាក់ព័ន្ធជាមួយទៅនឹងអ្វីដែលយើងត្រូវគិតគូរជាមុនចិញ្ចឹមត្រីក្រាញ់នេះបានមកដល់ទីបញ្ចប់ហើយសង្ឃឹមថាបងប្អូនមើលហើយគឺអាចជួយចុចនៅ Subscribe Channel ម្នាក់មួយដើម្បីតាមដាននៅវីដេអូនៃការចែករំលែកពាក់ព័ន្ធជាមួយនឹងបច្ចេកទេសនៃការចិញ្ចឹមត្រីក្រាញ់ក៏ដូចជាត្រីអណ្ដែងហើយជាវីដេអូដំបូងនេះខ្ញុំចែកចម្លែកអំពីការចិញ្ចឹមត្រីក្រាញ់សិនសូមអរគុណសូមឲ្យបងប្អូនទាំងអស់គ្នាទទួលបានជោគជ័យគ្រប់ភារកិច្ច